ដោយតាមផ្លូវធ្វើដំណើរចូលទៅក្នុងព្រៃនោះតង់លេងបានថាឲ្យចូលហ្វានថាជាជនក្បត់ព្រមទាំងបានដាក់បណ្ដាសាជាច្រើនទៅលើចូលហ្វានពេលនោះចូលហ្វានក៏បានឈប់កនជាសួរថាតើមកដល់ទីកន្លែងហើយមែនទេចូលហ្វានសម្លឹងមើលទៅកាន់កនជារួចនិយាយថាយើងបាននាំឯងមកលើផ្លូវហន់ឈាន់វាជាទីកន្លែងដែលឯងនឹងត្រូវស្លាប់កនជាលើបែបនេះខឹងមែនតែនក៏សួរទៅវាផាទៅលើចូលហ្វានប៉ុន្តែអ្វីដែលគាត់បានវាផានោះគ្រាន់តែជាកំណត់ឈើតែប៉ុណ្ណោះគាត់ដឹងបែបនេះក៏បញ្ជាកូនចៅរបស់ខ្លួនឲ្យទៅស្វែងរកចូលហ្វានប៉ុន្តែកូនចៅខ្លួនបានប្រាប់ថាតង់លេងគឺបានបាត់ខ្លួនហើយកូនជាដឹងបែបនេះគឺខឹងមែនតែនដែលចូលហ្វានយើងហ៊ានប្រើប្រាស់ល្បិចដាក់ខ្លួនចូលហ្វានសោយឡើងរួចប្រាប់ថាពួកឯងគ្មានឱកាសនៅក្នុងការសម្លាប់យើងបានទេនៅពេលនោះព្រៃទាំងមូលក៏បានប្រែក្លាយទៅជាពណ៌ក្រហមគាត់ដឹងបែបនេះក៏ប្រាប់ឲ្យកូនចៅរបស់ខ្លួនប្រុងប្រយ័ត្នប៉ុន្តែនៅពេលនោះមនុស្សនៅជុំវិញខ្លួនគាត់គឺបានបាត់អស់ហើយនៅពេលនេះគាត់ទើបតែដឹងថាខ្លួនគាត់គឺស្ថិតនៅក្នុងការបង្កើតក្បួនចំណែកឯនៅព្រៃខាងនេះវិញយើងបានឃើញថាអ្នកនាងលូនេះគឺកំពុងតែគ្រប់គ្រងក្បួនអ្នកនាងលូក៏សួរទៅកាន់ចូលហ្វានថាពេលនេះពួកយើងគួរតែធ្វើអ្វីទៀតភ្លាមនោះចូលហ្វានក៏ស្ទុះទៅចាប់ដៃនាងដោយប្រាប់ថាចាំឲ្យគាត់ជួយរួចឲ្យអ្នកនាងលូនឹងធ្វើតាមការណែនាំរបស់គាត់គ្រាន់តែដៃប៉ះទៅលើក្បួននឹងអាមាធម្មពលក៏កើនឡើងច្រើនជាងមុនរួចចូលហ្វានក៏និយាយថាសម្រាប់ពួកគេភ្លាមនោះក៏មានពលឹងជាច្រើនបានហោះចេញពីក្បួនមួយនោះចំណែកឯមនុស្សនៅខាងនេះវិញក៏បានប្រទះជាមួយនឹងពលឹងទាំងអស់នេះផងដែរដែលអបិសក់ខ្មៅនៅខាងក្រៅនោះត្រូវបានប្រលើងចាត់ការបាត់ហើយអបិនៅខាងមុខបន្ទាប់ពីដឹងរឿងនេះមានការបាត់ភ័យមែនទែនរួចវាក៏ប្រញាប់រត់ចាក់ចេញពីទីនេះព្រមទាំងស្រែកឡើងឡើងពេញហ្នឹងប៉ុន្តែនៅពេលនោះជីវិតរបស់វាគឺបានខ្សឹងខ្សែម្នាក់ទៀតហើយកូនជាក៏បានឃើញអំពីរឿងនេះកើតឡើងផងដែរហើយនៅពេលនោះពលឹងខ្មោចក៏បានស្ទុះសម្ដៅមករកគាត់វិញម្ដងកូនជាក៏ប្រើកញ្ញាំដៃរបស់គាត់ដើម្បីទប់ទល់ប៉ុន្តែវាគឺគ្មានប្រយោជន៍នោះទេបានធ្វើឲ្យគាត់នឹងរងភាពឈឺចាប់ហើយក៏មានឈាមជាច្រើនបានលេចចេញពីមាត់របស់គាត់មុននឹងស្លាប់គាត់ក៏ចង់ដឹងដែរថាចូលហ្វានជាពីណាគេចូលហ្វានក៏លើអំពីសម្ដីចុងក្រោយរបស់កូនជាដូចគ្នារួចគាត់ក៏និយាយថាបើចង់ដឹងទៅសួរស្ដេចយមរាជទៅបន្ទាប់មកចូលហ្វានក៏បានកោះហៅពលឹងខ្មោចទាំងអស់នោះចូលមកកាន់ខ្លួនគាត់វិញនៅពេលនោះដែរក្បួនដែលអ្នកនាងលូគ្រប់គ្រងក៏ចាប់ផ្ដើមផ្លាស់ប្ដូរចំណែកឯពលឹងបិសាចក៏បានហោះចូលទៅក្នុងរាងកាយចូលហ្វានហើយវាបានជួយឲ្យគាត់បំបែកកម្រិតពីអាណាចក្រទី1ស្រទាប់ទី5ចូលទៅដល់អាណាចក្រទី2ស្រទាប់ទី1គាត់គិតថាទោះបីជាគាត់បានចំណាយកម្លាំងច្រើនពិតមែនប៉ុន្តែតម្លៃដែលគាត់ទទួលបានគឺពិតជាស័ក្តិសមពេលនោះក៏មានចំហាយដ៏ខ្លាំងក្លាបានសាយភាចេញពីរាងកាយចូលហ្វាននេះគឺជាការបំបែកកម្រិតចូលទៅដល់អាណាចក្រទី2របស់គាត់ចូលហ្វានដឹងថាកម្លាំងរបស់គាត់គឺខ្លាំងជាងអ្នកកម្រិតដូចគាត់នឹងចំនួន3ដងហើយគាត់ពិតជាសប្បាយចិត្តនៅអ្វីដែលគាត់ទទួលបានមែនតើដោយសារតែគាត់ទើបតែបំបែកកម្រិតត្រូវការបច្ចេកទេសក្បាច់គុណដើម្បីវឹកហាត់ភ្លាមនោះអ្នកដទៃទៀតក៏បានមកតាមស្វែងរកចូលហ្វាននាងសួរថាតើមានរឿងអ្វីកើតឡើងហើយបានជាក្បួនសុកបាត់បង់ការគ្រប់គ្រងអញ្ចឹងចូលហ្វានប្រាប់ថាប្រហែលជាមកពីថ្មខាងវិញ្ញាណតិចពេកមិនអាចទ្រាំទ្រក្បួនបានយូរហើយមុននេះគាត់ទៅមើលថាសត្រូវរបស់ពួកយើងនឹងយ៉ាងម៉េចហើយជាសំណាងល្អគ្មាននរណាគេម្នាក់អាចរួចបាននោះទេភ្លាមនោះតង់លេងក៏ដើរសម្ដៅទៅរកចូលហ្វានគាត់ក៏បានលុតជង្គង់សុំទោសចូលហ្វានដែលមិនដឹងពីគម្រោងការរបស់ចូលហ្វានតាំងពីដំបូងតង់លេងបន្តចង់ឲ្យចូលហ្វានធ្វើអ្វីដាក់គាត់ក៏បានដែរចូលហ្វានគិតថាតង់លេងនេះគឺជាមនុស្សស្មោះត្រង់ប្រសិនបើសិស្សរបស់គាត់មានចរិតដូចជាតង់លេងនោះមិនដឹងល្អយ៉ាងម៉េចទេចូលហ្វានក៏លើកតង់លេងឡើងរួចប្រាប់ថាគាត់គឺជាអ្នកការពារចំណែកឯខ្ញុំវិញគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះតែអាចដាក់ទណ្ឌកម្មបានយ៉ាងដូចម្តេចទៅណាមួយអ្នកនាងក៏បានជួយពួកយើងផងដែរតង់លេងលើបែបនេះហើយក៏មើលទៅកាន់អ្នកនាងរបស់ខ្លួនព្រមទាំងសួរបញ្ជាក់អ្នកនាងលូលើបែបនេះក៏ចេះតែឆ្លើយយកព្រមទៅតង់លេងនិយាយថាទេវតាគឺបានថែរក្សាគ្រួសារលូហើយនៅពេលនេះពួកយើងក៏មានអាប្អូនចូលហ្វានទៀតការស្ដារគ្រួសាររបស់ពួកយើងឡើងមកវិញគឺមិនយូរនោះទេចូលហ្វានក៏សួរឡើងថាតើពេលនេះពួកយើងគួរតែធ្វើអ្វីទៀតទៅតង់លេងប្រាប់ថាពួកយើងនឹងការពារអ្នកនាងធ្វើដំណើរទៅកាន់គ្រួសារហ្វឹងឆៃអាប្អូនឯងដឹងហើយថាអ្នកនាងរបស់ពួកយើងនឹងត្រូវរៀបការជាមួយនឹងកូនប្រុសគ្រួសារឆៃចូលហ្វានដឹងថាគ្រួសារឆៃនេះជាគ្រួសារដ៏ធំមួយនៅក្នុងទីក្រុងហ្វឹងប្រសិនបើអ្នកនាងលូធ្វើដំណើរចូលទៅក្នុងគ្រួសារពួកគេប្រហែលជាវេទមន្តបេះដូងនឹងត្រូវបានលុបបំបាត់រួចនៅពេលនោះខ្លួនរបស់គាត់ប្រកាសជាមានសេរីភាពវិញហើយចូលហ្វានក៏និយាយថាបើអញ្ចឹងពួកយើងធ្វើដំណើរទៅកាន់គ្រួសារឆៃទៅបន្ទាប់មកខ្សែរឿងក៏កាមកដល់ភ្នំខ្យល់ខ្មៅនេះវិញយើងក៏បានឃើញមនុស្សម្នាក់គឺកំពុងតែលុតជង្គង់ចំណែកឯបារម្ភម្នាក់ក៏សួរឡើងថាតើកូនជាជោគជ័យដែរឬទេបារម្ភម្នាក់នោះតបថាកូនជាគឺបរាជ័យហើយរួចពួកគេធ្វើដំណើរចូលទៅក្នុងទីក្រុងហ្វឹងអបិដែលជាមេគេនោះតបថាបើអញ្ចឹងបន្តស៊ើបអង្កេតទៀតទៅបន្ទាប់ពីគាត់បាននិយាយជាមួយនឹងមនុស្សម្នាក់នេះរួចបារម្ភមុននេះក៏ធ្វើដំណើរទៅកាន់ជ្រុងម្ខាងនៅទីនោះដែលគាត់បានហៅតាចៅ
ចាស់ស្គមស្គាំងម្នាក់ថាជាលោកគ្រូមើលទៅមិត្តភក្តិចាស់របស់លោកគ្រូកំពុងតែរងចាំហើយនៅពេលដែលខ្ញុំទទួលបានបាតដៃនាគត្រឡប់មកវិញខ្ញុំនឹងបញ្ជូនលោកគ្រូទៅឲ្យជួបបងប្អូនលោកគ្រូវិញតាចាស់នោះឮបាននោះហើយគឺខឹងខ្លាំងមែនទែនប៉ុន្តែមិនអាចធ្វើអ្វីបានឡើយរួចសាររឿងក៏កាន់មកដល់ទីក្រុងហ្វឹងនេះវិញដែលអ្នកនាងលូបានឲ្យបងប្រុសរបស់ខ្លួនលេនហៃមើលទៅនោះទៅតងលេងក៏សួរថាចៅហ្វានមិនដែលមើលទីក្រុងមួយនេះពីមុនមើលនោះទេតែមានអារម្មណ៍យ៉ាងម៉េចដែរចៅហ្វានគិតនៅក្នុងចិត្តថាវាមិនខុសពីភូមិតូចមួយនោះទេរួចគាត់ក៏សួរថាតើធ្វើរមារកម្មគ្រួសារឆៃតែម្ដងឬអ្នកនាងលូតបថាអត់ទេគាត់នឹងយន្តហៃនឹងទៅជួបពួកគេនោះជាមុនសិនតងលេងនិយាយថាមើលទៅពួកយើងត្រូវពឹងផ្អែកលើពួកគេហើយរួចគាត់ក៏និយាយទៅកាន់ចៅហ្វានថាបើអញ្ចឹងពួកយើងដើរលេងជុំវិញនេះជាមុនសិនទៅចៅហ្វានតបថាអត់ទេគាត់នឹងពិនិត្យមើលទីក្រុងនេះជាមុនសិនយន្តហៃក៏សរចំបល់ទៅកាន់ចៅហ្វានថាអញមើលទៅនេះបានដោយសារតែបងស្រីរបស់ខ្លួនទេរួចក៏ប្រាប់ថានៅពេលដែលបងថ្លៃគាត់មកដល់ប្រកាសជាដាក់ពិន័យទៅលើចៅហ្វានហើយចៅហ្វានលើបាននេះហើយក៏ទៅធាក់អាក្មេងឆ្លើយនៅមួយជើងអ្នកនាងលូក៏សួរថាហេតុអីបានជាធ្វើបាននេះដាក់ក្មេងចៅហ្វានតបថាប្អូនអ្នកនាងជាអ្នកចាប់ផ្ដើមមុនទេបើសិនជាមិនពេញចិត្តជាមួយនឹងគាត់នោះទេអាចបណ្ដេញគាត់ចេញបានអ្នកនាងលូលើបាននេះហើយក៏មិនដឹងត្រូវតបយ៉ាងម៉េចដែរឯតងលេងក៏សួរថាគាត់គឺជាលោកប្រុសតូចរបស់យើងហេតុអីបានជាទៅធាក់គាត់អញ្ចឹងប៉ុន្តែចៅហ្វានគឺមិនខ្វាយខ្វល់នោះទេប៉ុន្តែគាត់ក៏ចាប់អារម្មណ៍សម្ដែងនិយាយថាត្បូងនេះគឺមិនពិតឡើយអ្នកលក់ត្បូងតបថាត្បូងនេះគាត់ខំរើសមើលទាំងពិបាកណាស់ហេតុអីបានជាថាមិនពិតអញ្ចឹងរួចថាឲ្យទៅកាន់អ្នកនាងនោះថាគឺមិនយល់អំពីត្បូងនោះទេអ្នកនាងនោះតបវិញថាគាត់ធ្លាប់ឃើញត្បូងពិតប្រាកដត្បូងរបស់លោកគ្រាន់តែជារបស់ខ្លែងតែប៉ុណ្ណោះម្ចាស់ត្បូងតបថាគ្រាន់តែឃើញតែម្ដងបែបនេះនាងវិនិច្ឆ័យថាពិតឬក៏មិនពិតស្បាត់ទៅហើយអ្នកទាំងអស់គ្នាស្ដាប់ទៅមើលថារឿងនេះគួរឲ្យអស់សំណើចដែរទេអ្នកនាងនោះតបវិញថាត្រូវហើយគាត់គឺមានសមត្ថភាពពិតប្រាកដប៉ុន្តែម្ចាស់ត្បូងក៏ដេញឲ្យអ្នកនាងនោះចាក់ចេញទៅកុំឲ្យរំខានការរកស៊ីរបស់គាត់ទៀតនៅពេលនោះចៅហ្វានដើរចូលមកហើយនិយាយថាត្បូងរបស់លោកគឺខ្លាំងហើយខ្ញុំគឺមានវិធីដើម្បីបញ្ជាក់វាម្ចាស់ត្បូងសួរថាឯងមើលពីណាហេតុអីបានជាថាត្បូងរបស់យើងខ្លាំងទៅវិញហើយឯងគឺអាចបញ្ជាក់វាបានយ៉ាងដូចម្ដេចមើលទៅសម្ដីក្មេងដូចជាឯងគឺមិនសមហេតុផលត្បូងរបស់យើងទាំងអស់គឺគ្មានខ្លាំងទេចៅហ្វានតបថាបើអញ្ចឹងឲ្យខ្ញុំបញ្ជាក់ទៅថាត្បូងរបស់លោកនឹងខ្លាំងឬក៏អត់បន្ទាប់មកពួកគេក៏រៀបចំពិធីដើម្បីបញ្ជាក់ត្បូងមួយនោះពិតឬក៏ខ្លាំងចៅហ្វានត្រូវការត្រឹមតែទឹកមួយចានប៉ុណ្ណោះដើម្បីបញ្ជាក់វារួចគាត់ក៏ឲ្យម្ចាស់ត្បូងនោះទម្លាក់ត្បូងគាត់ចូលទៅក្នុងទឹកមួយចាននោះទៅនៅពេលដែលត្បូងមួយនោះធ្លាក់ចូលទៅក្នុងទឹកយើងឃើញថាវាបានផ្លាស់ប្ដូរពណ៌ប្រែក្លាយពីបៃតងទៅជាក្រហមហើយនៅពេលនោះចានទឹកទាំងមូលក៏បានប្រែក្លាយទៅជាក្រហមទាំងស្រុងរួចចៅហ្វានក៏យកត្បូងមួយនោះមកវិញដោយប្រាប់ថាកុំភ្ញាក់ផ្អើលរួចគាត់ក៏បានប្រាប់ពីហេតុផលមួយនេះព្រមទាំងបញ្ជាក់ថាសម្ដីរបស់អ្នកនាងខាងនេះគឺមិនខុសនោះទេអ្នកនាងនោះបន្តថាត្បូងដែលមិនពិតបែបនេះមានតម្លៃត្រឹមតែ3ថ្មខាងវិញ្ញាណប៉ុណ្ណោះរួចនៅពេលនោះក៏មានមនុស្សបានគប់នឹងថ្មទៅលើអ្នកលក់នោះបាត់ហើយពួកគេនិយាយថាអ្នកលក់ជាមនុស្សបោកប្រាស់ហើយទាមទារយកថ្មខាងវិញ្ញាណមកវិញអ្នកលក់នោះបាននិយាយថាគាត់នឹងមិនបំភ្លេចរឿងដែលបានកើតឡើងនោះទេចៅហ្វានគឺមិនខ្វាយខ្វល់ឡើយចំណែកនារីនោះក៏សរសើរទៅកាន់ចៅហ្វានដែលមានវិធីអាចបញ្ជាក់វាបានចៅហ្វានតបថាដោយសារតែគាត់មានបទពិសោធន៍ធ្លាប់ជួបរឿងបែបនេះដែរទេត្បូងដែលអ្នកនាងចង់បានមកនេះមានតម្លៃត្រឹមតែ3ថ្មខាងវិញ្ញាណនារីនោះដើរចេញរួចប្រាប់ថានាងគ្រាន់តែប្រាប់ពីតម្លៃពិតប្រាកដរបស់ត្បូងនោះតែប៉ុណ្ណោះតងលេងនិយាយថានារីនេះពិតជាចម្លែកមែនចៅហ្វានគិតថាការភ្នែកនារីនោះពិតជាពើពោសមាល្អដែលគាត់ធ្លាប់ជួបកាលពីពេលមុនចៅហ្វានក៏ឲ្យតងលេងនឹងទៅផ្ទះសំណាក់មុនទៅរួចគាត់នឹងគឺខ្ចីថ្មខាងវិញ្ញាណចំនួន10សិនតងលេងក៏ឲ្យថ្មខាងវិញ្ញាណទៅកាន់ចៅហ្វានទាំងពិបាកចិត្តចៅហ្វានក៏បានធ្វើរមាមកដល់ទីកន្លែងមួយរួចគាត់ក៏បានជួបគ្នាជាមួយនឹងអ្នកលក់បោកប្រាស់មុននេះចៅហ្វានក៏ហៅទៅកាន់អបិនោះថាទីបំផុតគាត់គឺរកឃើញហើយអ្នកលក់នោះសួរថាហេតុអីបានជាឯងស្វែងរកយើងតាមមិនខ្លាចទេឬចៅហ្វានក៏ប្រាប់ថាគាត់គឺចង់ទិញត្បូងកាលពីពេលមុននេះតម្លៃ10ថ្មខាងវិញ្ញាណតើលោកគិតយ៉ាងម៉េចដែរអ្នកលក់លើពីតម្លៃចៅហ្វានឲ្យហើយក៏រៀងភ្ញាក់ផ្អើលដូចគ្នាអ្នកលក់និយាយថាឯងដឹងហើយថាត្បូងមួយនេះខ្លាំងហេតុអីបានជាហ៊ានឲ្យតម្លៃថ្លៃអញ្ចឹងរួចកញ្ញាមុននោះក៏ប្រាប់ឲ្យថាវាមានតម្លៃត្រឹមតែ3ថ្មខាងវិញ្ញាណប៉ុណ្ណោះចៅហ្វានតបថាទោះបីជាវាខ្លាំងក៏ដោយក៏វានៅតែមានប្រយោជន៍ដែរព្រោះឯត្បូងនោះនៅក្នុងដៃរបស់គាត់ប្រកាសជាមានតម្លៃថ្លៃអ្នកលក់តបថាបើស្ដាប់មើលទៅដូចជាល្អប៉ុន្តែរឿងគ្រប់យ៉ាងកើតឡើងដោយសារតែឯង10ថ្មខាងវិញ្ញាណមែនទេវាក៏នៅតិចពេកណាស់ច
ចូលហ្វានក៏ផ្លាស់ប្ដូរទឹកមុខរួចសួរថាតើលោកចង់បានប៉ុន្មានទៅប៉ែនោះតបថាជីវិតរបស់ឯងរួចកូនចៅរបស់វាជាច្រើនក៏ចេញមកចូលហ្វានក៏និយាយទៅកាន់ប៉ែនោះថាគាត់គ្រាន់តែចង់ទិញត្បូងនោះតែប៉ុណ្ណោះប៉ែនោះតបថាឯងបានបំផ្លាញការងាររបស់យើងដូច្នេះត្រូវតែសងនៅតម្លៃរួចវាក៏បញ្ជាកូនចៅរបស់វានឹងឲ្យទៅសម្លាប់ចូលហ្វានប៉ុន្តែនៅពេលភ្លាមនោះអ្នករាល់គ្នាគឺគាំងនៅមួយកន្លែងបាត់ហើយចូលហ្វានក៏ដើរទៅយកត្បូងពីដៃប៉ែនោះរួចក៏ប្រាប់ថាពួកឯងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់យើងនោះទេរួចពលិនខ្មោចរបស់គាត់នឹងគឺបានសម្លាប់ពួកគេទាំងនោះអស់ហើយរួចចូលហ្វានក៏ធ្វើរមាមកដល់ផ្ទះសំណាក់អ្នកវិញគាត់បានប្រាប់ទៅកាន់តង់លេងថាទោះជាមានរឿងអ្វីក៏ដោយកុំឲ្យអ្នកផ្សេងចូលមកខាងក្នុងឲ្យសោះនិយាយរួចគាត់ក៏ចូលមកខាងក្នុងជាមួយនឹងត្បូងដែលគាត់ទើបតែទទួលបានចូលហ្វានក៏ប្រើថាមពលដាក់ទៅលើត្បូងមួយនោះបន្ទាប់ពីពិនិត្យលើវារួចគាត់ដឹងថាគាត់មិនបានគិតខុសនោះទេគាត់និយាយឡើងថានេះពិតជា Fairy Blood មែន Fairy Blood ជាថ្មដ៏កម្រវាបានរួមបញ្ចូលឈាមខុសគ្នារាប់ពាន់ប្រភេទថែមទាំងធ្វើការស្រូបយកដោយពន្លឺព្រះច័ន្ទនិងពន្លឺព្រះអាទិត្យច្រើនជាង 1000 ឆ្នាំទើបអាចបង្កើតវាបានវាគឺមានថាមពលយ៉ាងជាវត្ថុមានតម្លៃបំផុតសម្រាប់អ្នកហ្វឹកហាត់បើយោងតាមសៀវភៅអាចកំបាំងទាំង9ត្បូងនេះគឺអាចបង្កើតទៅជាទារកឈាមបានទារកឈាមនេះអាចធ្វើការសម្លាប់និងក៏អាចហ្វឹកហាត់ជាមួយនឹងម្ចាស់របស់វាបានដែរសូម្បីតែមនុស្សនៅក្នុងអាណាចក្រអធិរាជក៏មិនហ៊ានប៉ះពាល់វាឡើយគាត់ក៏បានអានដៃខ្លួនឯងដើម្បីបង្ហូរឈាមរួចនិយាយថាដែនដីបរិសុទ្ធគ្មានអ្វីទៀននោះទេរួចក៏បានបន្តឈាមរបស់គាត់ទៅលើត្បូងមួយនោះរួចបន្តថាមិននឹកស្មានថាគាត់នឹងមានសំណាងបែបនេះឡើយដើម្បីបង្កើតទៅជាទារកឈាមបានពួកគេត្រូវតែប្រើប្រាស់ឈាមស្រស់រហូតទាល់តែ Fairy Blood នេះទទួលដឹងពីអារម្មណ៍មួយនោះចៅហ្វានគិតថាមិនល្អនោះទេគាត់គឺបាត់បង់ឈាមច្រើនពេកហើយប៉ុន្តែគាត់គិតថានេះគឺជាឱកាសតែម្ដងគត់ដើម្បីបង្កើតជាទារកឈាមបើសិនបើគាត់មិនឈប់នៅពេលនេះគឺគ្មានឱកាសលើក្រោយទៀតទេប៉ុន្តែនៅពេលនោះរាងកាយរបស់គាត់គឺបានព្រួឈាមចេញមកបាត់ទៅហើយគាត់ដឹងថាមិនល្អទេបើសិននៅតែបន្តបែបនេះទៀតជីវិតរបស់គាត់នឹងមានគ្រោះថ្នាក់តើខ្ញុំនៅពេលនេះគួរតែបោះបង់ដែរឬទេមនសិការរបស់គាត់នៅពេលនេះចាប់ផ្ដើមរសាត់ទៅហើយប៉ុន្តែនៅពេលនោះគាត់ក៏នឹកឃើញទៅដល់អធិរាជចំនួន7ពួកគេគឺជាមនុស្សអាក្រក់ដែលចង់បានផលប្រយោជន៍ចេញពីគាត់ជាពិសេសកូនសិស្សរបស់គាត់ដែលជាជនក្បត់ដែលពួកគេទាំងអស់នោះសុទ្ធសឹងតែចង់ឲ្យខ្ញុំស្លាប់ប៉ុន្តែនៅពេលឥឡូវនេះខ្ញុំគឺមិនទាន់ស្លាប់នៅឡើយទេចៅហ្វានក៏ប្រមូលផ្ដុំកម្លាំងរបស់គាត់ហើយនិយាយថាយើងគឺជាចៅហ្វានអធិរាជបិសាចគ្មាននរណាប៉ះពាល់យើងបានទេដូច្នេះហើយយើងត្រូវតែត្រឡប់ទៅវិញដើម្បីបំផ្លាញពួកវាការបន្ថែមកម្លាំងរបស់គាត់ក៏ធ្វើឲ្យត្បូងមានការផ្លាស់ប្ដូរចៅហ្វានក៏ចាប់ត្បូងមួយនោះហើយនិយាយថាទីបំផុតគឺជោគជ័យហើយរួចចៅហ្វានក៏ប្រើប្រាស់បច្ចេកទេសបិសាចរបស់គាត់ដើម្បីបំបែកត្បូងនោះរួចគាត់ក៏បានស្លែកឡើងយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមធ្វើការស្រូបយកវាហើយនៅពេលនោះជីវិតនៃទារកឈាមរបស់គាត់នឹងក៏បានបង្កើនឡើងគាត់គិតថាដំណើរផ្លូវវឹកហាត់របស់គាត់នឹងកាន់តែងាយស្រួលគាត់នឹងប្រើប្រាស់ទារកឈាមនេះដើម្បីបង្កើនក្បាច់គុណរបស់គាត់រួចថ្ងៃថ្មីក៏បានមកដល់ហើយចៅហ្វានក៏បានចេញអំពីផ្ទះសំណាក់នោះវិញហើយតង់លេងសួរថាឯងបញ្ចប់ការងារហើយឬឆៃហ្វូក៏ប្រាប់ពួកយើងឲ្យទៅជួបផងដែរចៅហ្វានក៏សួរទៅកាន់តង់លេងថាតើលោកនៅការពារនៅទីនេះរាល់ថ្ងៃមែនទេដោយការសង្ងំនៅក្នុងផ្ទះរបស់គាត់នឹងចំណាយពេល10ថ្ងៃឯណោះតង់លេងតបថាត្រូវហើយព្រោះអីយើងមិនចង់ឲ្យអ្នកណាគេរំខានឯងចៅហ្វានតបថាអរគុណណាស់សម្រាប់ការការពាររបស់លោកតង់លេងតបថាគ្មានអ្វីធំដុំនោះទេតោះឥឡូវយើងទៅជួបគ្រូសាឆៃចៅហ្វានក៏សួរមួយសំណួរទៀតថាតើលោកមិនចង់ដឹងថាខ្ញុំធ្វើអ្វីនៅក្នុងនោះទេឬតង់លេងតបដោយស្នាមញញឹមថានោះជារឿងផ្ទាល់ខ្លួនរបស់ឯងយើងមិនចង់ដឹងនោះទេបើសិនជាឯងចង់ប្រាប់យើងក៏មិនអីដែរប្រញាប់ទៅអ្នកនាងគឺជារងចាំពួកយើងយូរណាស់ដែរហើយចៅហ្វានគិតថាមនុស្សបែបនេះគាត់គឺមិនដែលជួបពីមុនមកទេរួចពួកគេទាំងពីរនាក់ក៏ធ្វើរមាមកដល់ផ្ទះគ្រូសាឆៃប៉ុន្តែពេលនោះក៏មានមនុស្សពីរនាក់ហាមគាត់ពួកគេរួចសួរថាហេតុអីបានជាហ៊ានមកបំពេញគ្រូសាឆៃពួកគេអញ្ចឹងតង់លេងក៏ណែនាំខ្លួនថាគាត់គឺជាអ្នកការពារគ្រូសាឡូចំណែកចៅហ្វានគឺជាអ្នកបម្រើមិនមែនជាអ្នកបម្រើទេតែជាអ្នកគ្រប់គ្រងអ្នកបម្រើចៅហ្វានលើបែបនេះក៏ឆ្ងល់ផងដែរតង់លេងប្រាប់ថារឿងនេះផាជាតាក់ទងទៅនឹងអ្នកនាងហើយទើបបានជាចៅហ្វានដំឡើងតំណែងបែបនេះចៅហ្វានមិនសូវខ្វាយខ្វល់រឿងនេះឡើយប៉ុន្តែគាត់គិតថាអ្នកការពារគ្រូសាឆៃនេះមិនរាក់ទាក់គាត់សោះរួចអ្នកការពារនោះក៏មើលងាយគ្រូសាឡូថាជាគ្រូសាថ្នាក់ទី3ទៅទៀតអញ្ចឹងទៅចៅហ្វានក៏បានអូដៃតង់លេងទៅដោយមិនចង់មានរឿងច្រើននោះទេចៅហ្វានគិតថាអ្នកបម្រើគឺមានចរិតបែបនេះហើយបើម្ចាស់របស់ពួកគេវិញមិនដឹងយ៉ាងម៉េចនោះទេរួចពួកគេក៏ធ្វើរមាទៅដល់ផ្ទះទូចមួយដែលពួកគេបានរៀបចំឲ្យគ្រូសាឡូតង់លេងឃើញបែបនេះហើយគឺក្តៅឈាវវាតែម្ដងចៅហ្វាននិយាយថាពួកគេមិនបានចាត់ទុកពួកយើងជាមនុស្សនោះទេឥឡូវនេះក៏គួរតែចូលទៅមើលខាងក្នុងសិនទៅនៅខាងក្នុងយើងឃើញត្រឹមតែយន្តហៃតែប៉ុណ្ណោះយន្តហៃបន្ទាប់ពីឃើញ
ញតង់លេងទៅហើយក៏បញ្ញាប់រត់ស្ទុះទៅអោបតែម្ដងចៅហ្វានក៏សួរទៅកាន់យន្តហៃថាអាណាទៅបងស្រីរបស់ឯងយន្តហៃប្រាប់ថាបងស្រីបានទៅជួបជាមួយនឹងគូរណ្ដឹងរបស់គាត់ប៉ុន្តែប៉ះនោះគឺចង់ផ្ដាច់ពាក្យជាមួយនឹងបងស្រីខ្លួនចៅហ្វានតបថាបើដឹងអញ្ចឹងហើយនៅតែទៅសួរទេឬគួរតែទទួលស្គាល់លទ្ធផលតាំងពីដំបូងរួចគាត់ក៏បានហៅដៃយន្តហៃដើម្បីទៅយកបងស្រីរបស់ឯងមកវិញរួចនៅក្នុងចិត្តគឺខឹងជាមួយនឹងគ្រួសារឆៃនោះមែនទែនសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបានក៏អាចឧបត្ថម្ភបានតាមរយៈ QR Code ដែលមាននៅលើវីដេអូនេះដោយរាល់ការដូនេតរបស់អ្នកទាំងអស់គ្នាគឺជួយមកដល់រូបខ្ញុំបានច្រើនមែនទែន